វិភាគអធិពលចិនមកលើប្រទេសកម្ពុជាប្រទេសកម្ពុជាមាន4សម័យកាលហើយដែលទៅរកពឹងពាក់អធិពលចិនដើម្បីជួយរក្សាការពារអំណាច1សម័យកាលសម្ដេចនរោត្តមសីហនុដែលមានទំនាក់ទំនងជាមួយចិនយ៉ាងជិតស្និទ្ធរហូតចិនបានថ្វាយរាជដំណាក់មួយកន្លែងក្នុងប្រទេសចិនដល់ព្រះអង្គ2សម័យកាលរបស់ប៉ុល ពតក្នុងសម័យកាលនោះចិនបានលូកដៃយ៉ាងជ្រៅដើម្បីប្រមូលផលប្រយោជន៍ពីកម្ពុជាហើយក៏បានបង្កើតទីផ្សារដោះដូរមួយដ៏សំខាន់ដែលរបបប៉ុល ពតបានយកផលិតផលកសិកម្មទៅដូរយកអាវុធហើយចិនក៏ឧបត្ថម្ភអាវុធនិងយុទ្ធសាស្ត្រខ្លះៗក្នុងសម័យនោះដែរ3សម័យកាលលោកហ៊ុនសែនបានងាកទៅរកឥទ្ធិពលចិនយ៉ាងខ្លាំងបន្ទាប់ពីមេកាយគឺវៀតណាមហើយលោកហ៊ុនសែនក៏ទទួលយកយុទ្ធសាស្ត្រនិងអាវុធពីចិនលោកហ៊ុនសែនកំពុងផុងខ្លួនយ៉ាងជ្រៅជាមួយបំណុលចិនរហូតធ្វើឲ្យកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ចិនទាំងយុទ្ធសាស្ត្រកងទ័ពនិងសេដ្ឋកិច្ចទំនិញរបស់កម្ពុជាដែលនាំចេញស្ទើរតែទាំងអស់បានលក់កូតាឲ្យចិននិងទទួលយកពលរដ្ឋចិនអ្នកវិនិយោគចិនក្រុមអ ுக ្រិតជនចិនឲ្យចូលមកមានសិទ្ធិរស់នៅរកស៊ីប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជាព្រោះតែលោកហ៊ុនសែនយកកម្ពុជាដាក់ឲ្យចិនគ្រប់គ្រងដើម្បីបដូរយកការពារនិងគ្រប់គ្រងអំណាចបន្តត្រកូលពលរដ្ឋកំពុងរងគ្រោះដោយសារចិន4សម័យកាលបច្ចុប្បន្នគឺលោកហ៊ុនម៉ាណែតដែលជាមេដឹកនាំកំពុងស្ពាយសញ្ញាបត្របណ្ឌិត2 1សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចបានមកពីប្រទេសអង់គ្លេស2សញ្ញាបត្របណ្ឌិតយោធាបានមកពីសហរដ្ឋអាមេរិកតែបើសង្កេតនិងតាមដានការដឹកនាំក្នុងរយៈពេល7ឆ្នាំនេះគឺជាមេដឹកនាំកូនក្មេងមិនទាន់ផ្ដាច់ទឹកដោះទោះលោកមានអាយុ48ឆ្នាំក្តីព្រោះគាត់ឡើងតាមជើងខោឪលើកបន្ទប់ឪដឹកមុខកាន់ដៃបញ្ជាឲ្យធ្វើតាមគ្រប់នីតិកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់លោកហ៊ុនម៉ាណែតមួយរយៈពេលនេះកម្ពុជាអាចនឹងបាត់កោះកុដជាពិសេសនោះរងទណ្ឌកម្មពីអាមេរិកដោយសារអាមេរិកដំឡើងពន្ធ 49% ទៅលើទំនិញកម្ពុជានាំចូលអាមេរិកដោយសារអាមេរិករកឃើញថាកម្ពុជាលក់កូតាទៅឲ្យចិនស្របពេលការដំឡើងពន្ធពីអាមេរិកលោកស៊ីជីនពីងមេដឹកនាំកម្ពុជាចិនបានដាក់ថ្ងៃមកកម្ពុជានៅថ្ងៃទី17ខែមេសានេះក្រោយចូលឆ្នាំរួចដើម្បីបញ្ជាក់ថាចិនយកចិត្តទុកដាក់មកលើកម្ពុជាហើយក៏បង្ហាញដល់អាមេរិកឲ្យឃើញថាកម្ពុជានៅក្រោមការគ្រប់គ្រងរបស់ចិនចំពោះអ្នកដែលចំណេញពីទស្សនកិច្ចរបស់លោកស៊ីជីនពីងមេដឹកនាំកម្ពុជាចិននេះគឺត្រកូលហ៊ុនឯពលរដ្ឋនៅតែរងគ្រោះដោយសារឥទ្ធិពលចិនហើយសម័យកាលឪកូននឹងរលាយដូចសម័យកាលសម្ដេចសីហនុនិងប៉ុល ពតដោយសារឥទ្ធិពលចិនកែសម្រួលដោយក្រុមការងារគេហទំព័រវីរភាពសំរងស៊ី